សូមជូននេតិកម្រងព្រេងនិទានខ្មែរសូមជូនរឿងស្ត្រីពិតម្ដាយពិតឪពុកពិតស្លាប់ហើយអាឬការឬប្រាក់នោះណាខ្ញុំមិនដឹងទេខ្ញុំសួរថាតើតាយាយនោះក៏មករោគអីចេះណាស់ណែលាក់បាំងអីគឺពួកខ្ញុំមកទីនេះណែគឺចៅខ្ញុំនឹងឲ្យមកនោះណាណែតានេះអីស្អីអញ្ចឹងអីឲ្យសំហេតុសំផលបន្តិចទៅមើលគឺចេះណាពួកខ្ញុំមកនេះគឺមកសុំដណ្ដឹងកូនក្រមុំណែថាម៉េចតាយាយនឹងមកសុំដណ្ដឹងកូនក្រមុំខ្ញុំឲ្យទៅចៅប្រុសអញ្ចឹងហ៎ប៉ុន្តែគឺរឿងនឹងឯងអើយចំដាស់នេះរៀងខ្លួនទៅហើយក៏មិនដឹងជាស្លាប់រស់ថ្ងៃណាដែរហើយចំតែរឿងគូស្រកឲ្យកូននោះណាខ្ញុំក៏មិនមែនជាអ្នករើសអីប្របាទដែរពិតមែនហើយណែពិតណាស់ក៏ប៉ុន្តែវាយ៉ាងម៉េចទៅក៏ប៉ុន្តែហ្នឹងសូមតាយាយនាំចៅកំឡោះនោះមកឲ្យខ្ញុំមើលសិនត្រូវហើយបើល្អស័ក្តិសមនឹងកូនខ្ញុំមិនថាអីទេខ្ញុំនឹងលើកជូនណាអ្នកបើចៅមែននោះណាខ្ញុំจะរៀបលាសិនហើយណាតោះយាយវាអញ្ចឹងតោះណាខ្ញុំសូមជម្រាបលាសិនហើយណានឹងអាលយកដំណឹងនេះទៅជម្រាបប្រាប់អាចៅហ្នឹងណាឲ្យបានដឹងសូមជើញលុះត្រឡប់មកវិញតាយាយក៏រៀបរាប់ប្រាប់តាមដំណើរទៅព្រះរាជបុត្រដែលជាចៅនោះពិតមែនទេតាយាយតែប៉ុណ្ណាខ្ញុំមានប្រពន្ធនឹងគេហើយបើចាស់យាយបើវាចាស់សบายចិត្តដូចកាឯងនៅកំឡោះមែនតែតាយាយតាពេលអត់យាយដឹងស្អីទេតាចំណាស់នឹងហើយចង់ព្រើលមើលតែក្មេងវាសบายចិត្តជួចៅនោះណាក៏ប៉ុន្តែរើគេព្រមឬមិនព្រមនោះណាគឺថត់លើចៅឯងហើយពេលនោះចៅមិនបាច់ភ័យទេលោកតាលោកយាយថ្ងៃស្អែកចៅនឹងរៀបចំខ្លួនឲ្យបានស្អាតដើម្បីទៅបង្ហាញខ្លួនឲ្យគេមើលឲ្យលោកតាលោកយាយលុះព្រឹកឡើងយាយនឹងស្ដេចចៅក៏នាំគ្នាដើរទៅផ្ទះអ្នកដែលមានកូនក្រមុំនោះបន្ទាប់ពីឃើញចៅកំឡោះនោះអ្នកផ្ទះក៏មានចិត្តស្រឡាញ់កូនប្រសានោះព្រោះឃើញមានឫកពាសំរុំដែលមិនដឹងថាជាស្ដេចឡើយស្ដេចកំឡោះក៏នៅបម្រើឪពុកក្មេកម្ដាយក្មេករៀងរាល់ថ្ងៃក៏ប៉ុន្តែអ្វីត្រូវប្រែប្រួលផ្លាស់ប្ដូរដោយសារចរិតឫកពារបស់នារីដែលព្រះរាជបុត្រាបានស្គាល់ដំបូងនោះមិនសមលក្ខណៈជាភរិយានឹងអាចយឹតយោងគ្នាទៅអនាគតបានឡើយហើយកាតព្វកិច្ចជាភរិយាចំពោះស្វាមីក៏គ្មានដោយស្ត្រីពិតប្រាកដដែរទំនៀមទម្លាប់ច្បាប់ស្រីក៏គ្មាននៅក្នុងខ្លួនជាពិសេសកិច្ចសង្គ្រោះប្តីទាំង5ប្រការដូចជាការចាត់ចែងការងារនិងតាក់តែងភោជនាហារទាន់ពេលកិច្ចរាប់ញាតិខាងប្តីដូចញាតិខ្លួនមិនផិតក្បត់ទៅមានសហាយការរក្សារបស់ទ្រព្យដែលប្តីរកបានភាពមិនខ្ជិលច្រអូសទាំងអស់នេះគឺគ្មានឡើយប្រការនេះហើយធ្វើឲ្យព្រះរាជបុត្រាសម្រាប់ប្រគល់នារីម្នាក់នោះទៅឪពុកម្ដាយគេវិញគឺមិនព្រមទទួលជាភរិយាឡើយយ៉ាងម៉េចដែរលោកតាលោកយាយគេថាយ៉ាងម៉េចដែរគេខាងនោះមិនថាអីទេធ្វើបើមិនពេលជាគូទៅគ្នាទៅហើយនោះហើយចៅត្រូវហើយចុះចៅឯងនេះរៀបចំបង្វិចទៅណាចៅលោកតាលោកយាយចៅសូមលាលោកតាលោកយាយសិនហើយគូចៅមានកាតព្វកិច្ចដែលត្រូវធ្វើបន្តទៀតកាតព្វកិច្ចអីចៅមែនហើយចៅនេះឲ្យប្រាប់តាយាយមកមើលចាំថ្ងៃក្រោយចុះលោកតាលោកយាយចាំចៅប្រាប់ហើយចៅក៏មកភ្លេចគុណលោកតាលោកយាយដែរចៅលាហើយលោកតាលោកយាយ
ចឹងក៏ចឹងចោះចៅសូមឲ្យចៅមានសេចក្តីសុខតាផ្លូវเลยចៅតាអើយតាយើងអត់មានកូនចៅហៅនឹងគេទៀតហើយពេលណាយាយវាខ្ញុំទុកទឹកនេះមិនបានទេយាយវាអត់ចៅស្រាប់តែទៅជាមួយគ្នាទៅបាត់ចោលឯទៀតអើយចៅអើយចៅឈប់យំទៅតាវាតាយាយសង្វេគព្រោះត្រូវចៅប្រុសឃ្លាតឆ្ងាយមិនដឹងថាត្រូវខាត់យ៉ាងម៉េចថ្លែងពីខាងនគរឯនេះវិញបន្ទាប់ពីព្រះរាជាទទួលដំណឹងថាបុត្ររបស់ខ្លួនបានសេចក្តីសុខក៏មានសេចក្តីរីករាយឥតឧបមារីឯព្រះរាជធីតាក៏តែងតែយាងចេញដំណើរសួរសុខទុក្ខកំឡោះកំសត់រហូតជួនកាលក៏និយាយលេបខៃបែបឌឺដងលបងប្រាជ្ញារហូតក្លាយជាចំណងមេត្រីស្នេហារវាងរាជធីតានិងកំឡោះពូកែវោហានោះយ៉ោះថ្ងៃនេះស្លៀកពាក់ស្អាតបាត់ណាស់មើលចុះដូចជាបរិយាប័ត្រមួយអង្គអញ្ចឹងស្អាតយ៉ាងណាក៏មិនអាចប្រៀបផ្ទឹមនឹងព្រះនាងបានដែរខ្ញុំព្រះករុណាមិនហ៊ានថ្លើមធំគិតអ្វីប្រេះផ្ដាស់ឡើយកាបទូលខ្ញុំពេញចិត្តនឹងអ្នកណាដែលស្មោះត្រង់មានសមត្ថភាពការពារខ្ញុំនិងបរិយានគរខ្ញុំទាំងមូលទាំងអស់នេះសុទ្ធសឹងតែស្អាតទាំងអស់នឹងណាស្អាតទាំងចរិតស្អាតទាំងរឹកពីស្អាតជាលក្ខណៈបុរសជាពិសេសស័ក្តិសមដូចជារូបលោកទូបង្គំស្អាតយ៉ាងណាក៏មិនស្មើព្រះនាងដែរព្រះនាងស្អាតគ្រប់លក្ខណៈនារីខ្មែរដែលទូព្រះបង្គំជាខ្ញុំមិនអាចណាបានហើយខ្ញុំមិនចូលចិត្តណានិយាយឆ្វេងទៅស្ដាំទៅឆ្វេងដូចជាលោកអញ្ចឹងទេព្រះនាងជប់សិនព្រះនាងទូព្រះបង្គំនិយាយលេងតើព្រះនាងជប់សិនព្រះនាងអូយយ៉ាប់ហើយខ្ញុំថ្លែងពីព្រះរាជបុត្រាចរយាត្រាស្កាត់ពីស្រុកមួយទៅស្រុកមួយពីភូមិមួយទៅភូមិមួយទីបំផុតក៏បានទៅស្នាក់អាស្រ័យជាមួយដូនចាស់តាចាស់កំសត់តែដូនចាស់តាចាស់នោះក៏មិនដឹងថាព្រះអង្គជាព្រះរាជបុត្រនៃនគរឡើយហើយគប់ជួនអីក៏បានពើប្រទះនឹងនារីម្នាក់រូបសម្ផស្សស្រស់ត្រកាលជាកូនអ្នកមានស្រុកស្ដំម្នាក់នៅក្នុងភូមិដែលពុំមានអ្នកណានៅស្រុកមានស្មើឡើយចំណងមេត្រីភាពស្នេហាផ្លែផ្កាពោពេញទៅដោយសំនួនវោហាស្នេហាបង្កប់ដោយភាពសាកល្បងឌឺដងប្រាជ្ញាដែលរាជបុត្រាប្រាថ្នាចង់បាននៅតម្លៃស្ត្រីពិតបានចង់រឹតបេះដូងអង្រួនដួងចិត្តអ្នកជាកំឡោះយើងឲ្យឈរជើងមិននឹងតើមិនដឹងថាម្ដងនេះព្រះរាជបុត្រយើងស្វែងរកបានស្ត្រីពិតម្ដាយពិតឪពុកពិតបានឬមួយយ៉ាងណាណែលោកជួបខ្ញុំច្រើនលើកហើយណាពូកែណាសួរគ្រប់រឿងរ៉ាវគ្រប់បញ្ហាគុណតម្លៃម្ដាយគុណតម្លៃឪពុកយ៉ាងម៉េចលើកនេះចង់សួរអីទៀតមិនដឹងជាត្រូវសួរអីផងព្រោះអីគ្រប់សំណួរដែលខ្ញុំសួរអ្នកនាងឆ្លើយគ្មានខុសត្រង់ណាទេច្បាប់ប្រុសច្បាប់ស្រីភារៈភរិយាចំពោះស្វាមីក៏ឆ្លើយគ្មានខុសទៀតខ្ញុំសូមសរសើរដោយស្មោះអស់ពីដួងចិត្តមែនអ្នកនាងខ្ញុំណែស្អីគេទៀតហើយហេតុអីក៏សម្លឹងមុខខ្ញុំមិនដាក់ភ្នែកអញ្ចឹងគឺថាណែគឺអ្នកនាងថ្ងៃនេះស្រស់មែនស្រស់ស្អាតស័ក្តិសមនឹងកំឡោះសង្ហានឹងខ្ញុំមែនទេខ្ញុំចង់បានអ្នកនាងជាប្រពន្ធឈួតមែនទៀតហើយលោកឯងនេះខ្ញុំគ្មានពេលនិយាយជាមួយនឹងលោកឯងទេខ្ញុំចូលទៅក្នុងវិញហើយណែអ្នកនាងជប់សិនមើលស្រស់សង្ហាប្រពន្ធខ្ញុំហើយអ្នកនាងមើលមិនឃើញទៀតទេអ្នកនាងចេញមកនិយាយគ្នាសិនមកណាអ្នកនាងកែវអើយកែវកុំសងំស្ងៀមកែវចេញមកឃ្លៀងមើលរៀមស្រស់ឬទេបងស្រស់ណាស់ឈ្នះអស់ប្រុងសុខខ្មែរនិយាយពិតមែនទេអ្នកនាងអូនស្លាប់ហើយខ្វះពាក្យណាទៅអ្នកនាងអូននោះ
ហៅឈ្មោះចំទៅណែថ្មនេះហើយល្មមត្រឡប់ទៅវិញហើយអ្នកផងគេមើលមកវាមិនសមទេខ្ញុំជាស្រីណាឈរនិយាយតែពីអ្នកអញ្ចឹងមិនល្អភ្នែកយីតឡើយតិចលោពុកម៉ែនឹងបងប្រុសខ្ញុំមកវិញគាត់ឆ្ងល់ណាថាបើស្រឡាញ់ខ្ញុំមែនឲ្យពុកម៉ែលោកចូលដណ្ដឹងខ្ញុំទៅមែនណាបើអញ្ចឹងខ្ញុំនឹងទៅប្រាប់តាយាយឲ្យមកដណ្ដឹងពុកម៉ែអ្នកនេះហើយស្លាប់ហើយមិនមែនដណ្ដឹងពុកម៉ែខ្ញុំទេគឺដណ្ដឹងខ្ញុំពីឪពុកម្ដាយរបស់ខ្ញុំនឹងណាអូច្រឡំទៀតហើយនេះអូពេកនឹងណានេះបានហើយទៅបាទទៅហើយលុះត្រង់មកដល់ផ្ទះវិញក៏ជម្រាបសពរឿងរ៉ាវគ្រប់បែបយ៉ាងប្រាប់ដូនចាស់តាចាស់អំពីទំនាក់ទំនងរវាងទ្រង់និងនាងអើយមើលតាស្ដាប់មិនប្រឡប់ទេចៅនិយាយមែនណាចៅមិនកុហកទេហើយគេឲ្យចៅនាំតាយាយទៅដណ្ដឹងគេដល់ពុកម៉ែគេទីផងណាលោកតាយាយមែនហើយមកស្រុកនេះនរណាមិនដឹងថាគ្រួសារនឹងកែវនោះមានណាបើគេព្រមលើកកូនស្រីគេឲ្យចៅយើងនោះណាប្រកាសជាមិនអាចទេគ្រួសារគេនឹងប្រកាសជាខ្មាស់គេស្លាប់ហើយតានាងថាមិនអីទេហើយខ្ញុំមកជួយចាក់ថាប្រកាសជាបានតាយាយជឿខ្ញុំចោះអូនកែវនាងស្រឡាញ់ខ្ញុំណានាងប្រកាសជានិយាយជាមួយពុកម៉ែនាងចាក់ជាមិនខានណាតាយាយណាទៅចៅពិតជាស្រឡាញ់គ្នាមែនណាគិតមិនទៅតាវាបថុយទៅអីអាណិតចៅមានហើយលោកតាទៅអើចុះសម្រាប់ចឹងចោះតាយាយតាអរគុណច្រើនលោកតាលោកយាយ